មាន C មាន B តែយើងភាគច្រើន B ខ្ញុំ B ក្បាលខ្ញុំ B ខ្ញុំចុចក្បាលខ្ញុំមកចុចក្បាលគេទេក្បាលខ្ញុំ30 កុដ 10 កុដ 08កន្លែង password នេះយើងចុចលេខ9 ដើមចា password 9 ដើមទាំងអស់គ្នាគឺ9 ដើមតែអ្នកអត់ដូរអ្នកណាក៏ដូរគាត់ចុចតាមរបស់គាត់ទៅតែអ្នកអត់ដូរគឺ9 ដើមតែរកវារៀង slow បន្តិចតែនេះឆ្លៀតឱកាសមានពេលមានម៉ោងនៅសល់បង្ហាញបងប្អូនទាំងអស់គ្នាព្រោះអីអ្នកខ្លះមួយចំនួនធំអត់ទាន់ចេះឆែកប្រព័ន្ធទេអត់ទាន់ចេះឆែកក៏ឆែកអត់ចេះអត់ទាន់ដឹងអស់ដែរចាអ្នកមួយចំនួនសូម្បីតែឆែកខ្លួនឯងទិញរបស់មិនហ្នឹងអត់ទាន់ដឹងផងចាមានណាគេខ្ញុំឃើញដោយលោកគ្រូខុយតែលោកគ្រូខុយឥឡូវគាត់យល់ច្រើនហើយពេលកន្លែងណាគាត់អត់យល់គាត់ឆាតសួរខ្ញុំផ្ទាល់ចាគាត់ឆាតសួរខ្ញុំផ្ទាល់អញ្ចឹងទៅហ្នឹងហើយអ្នកដែលអត់យល់ចង់ដឹងមិនឆាតសួរអាប់ឡាញបើថាអាប់ឡាញអត់ដឹងឬអាចអាប់ឡាញអត់ប្រាប់ឆាតសួរខ្ញុំមកខ្ញុំប្រាប់អត់អីទេនេះយ៉ាមកឡើងលើតិចតែធំតិចខ្លាច់អ្នកអាយុ30 40 50អីមើលសូវឃើញអានេះជាមួយខ្ញុំឆែមសវីនេះឃើញអត់ជាមួយខ្ញុំ30សវីលេខកូដខ្ញុំ30 កុដ 10 កុដ 08អានេះគេហៅថារចនាសម្ព័ន្ធឬគេហៅថាកន្លែងក្រុងសាំងរបស់យើងនេះឯណាឈប់យើងហៅរចនាសម្ព័ន្ធចាស់ហៅរចនាសម្ព័ន្ធក្រុងសាំងរបស់យើងគឺរូបរាងបែបហ្នឹងខ្ញុំមក JC ដំបូងខ្ញុំអត់គិតថាខ្ញុំមកធ្វើទេខ្ញុំគិតថាមកទិញយកហឹងប្រើទេខ្ញុំទិញមួយឈុតទិញ2ឈុតឃើញតែឲ្យក្រុងសាំងខ្ញុំអត់សូវស្អាតទេខ្ញុំ14 គោលខ្ញុំទិញ14 គោលឈ្មោះខ្ញុំ14ឈ្មោះខ្ញុំ15ឈុតទេតែខ្ញុំដាក់លេខកូដខ្ញុំ15ឈុតឈ្មោះខ្ញុំនេះតែវាមកអត់សូវស្អាតទេវាកប៉េកប៉ក់ព្រោះអីបានថាអ្នកដែលមកក្រោយយើងណែនាំឲ្យគាត់នេះអញ្ចឹងព្រោះការខ្ញុំ2វគ្គខ្ញុំ2សាចាព្រោះខ្ញុំជឿជាក់មួយ JNC ហើយខ្ញុំនិយាយចូលផ្លូវក្រៅផ្លូវតិចណាខ្ញុំធ្លាប់ចូល JNC ម្ដងមុននឹងហើយចាប៉ុន្តែពេលដែលខ្ញុំចូលទៅហើយអាប់ឡាញរត់ចោលខ្ញុំមកតែពេលអញ្ចឹងខ្ញុំអត់ដឹងទៅណាខ្ញុំរកអ្នកដែលធ្វើពិតដាក់ឈ្មោះថ្មីតែពេលអញ្ចឹងខ្ញុំមកដំបូងខ្ញុំថាខ្ញុំអត់ចង់ធ្វើទេព្រោះជឿជាក់ជាមួយយងហឹងចង់ត្រឹមតែមកប្រើជាមួយផលិតផលទេតែពេលបានវិធីសាស្ត្រវិធីធ្វើពីថ្នាក់ដឹកនាំទៅក៏សម្រាប់ចិត្តធ្វើអញ្ចឹងទៅតែមកគម្រោង VP ទាំងអស់នឹងនិយាយទៅគ្រួសារខ្ញុំសឹងថា Super VP ទាំងអស់គ្នាយើងមកមើលក្នុងការចូលឆែកប្រព័ន្ធកន្លងទី1នេះគឺរចនាសម្ព័ន្ធកន្លងទី2គឺព័ត៌មានផ្ទាល់ខ្លួនរបស់យើងភាគច្រើនក៏អត់ទាន់ចេះឆែកព័ត៌មានផ្ទាល់ខ្លួនអត់ទាន់ចេះថ្លឹងបន្ទូបងប្អូនអញ្ចឹងព័ត៌មានផ្ទាល់ខ្លួនលើនេះយើងមិនសូវជាសំខាន់ប៉ុន្មានទេព្រោះអីឈ្មោះរបស់យើងអាប់ឡាញរបស់យើងអ្នកដែលណែនាំ sponsor យើងតែសំខាន់គឺកន្លែងនេះឆ្វេងស្ដាំនេះឃើញអត់ខាងក្រោមគេនេះអញ្ចឹងក្នុងខែ5ហ្នឹងម្សិលមិញថ្ងៃទី11ខ្ញុំអត់មានចំណេញទេឃើញដាក់0 បាតអត់តែក្នុងខែ5មួយខែហ្នឹង12ថ្ងៃហ្នឹងខ្ញុំចំណេញទៅបាន 2000 បាតទេតែក្នុងឆ្នាំ2025ហ្នឹងខ្ញុំបាន 30000 បាតចូលមកដល់នេះភាគច្រើនគាត់ឆ្ងល់ស្អីគេលេខ8ហ្នឹងអ្នកខ្លះលេខ8អ្នកខ្លះលេខ5អ្នកខ្លះលេខ6អាហ្នឹងបានន័យថាដូចខ្ញុំលេខ8អញ្ចឹងខ្ញុំត្រៀមចាប់គូស៊ីលុយគូទី8ខ្ញុំចំណេញទៅហើយ7គូហើយខ្ញុំត្រៀមចំណេញគូទី8ព្រោះអីកន្លែងកម្រងរបស់ JNC គឺគេរាប់ពីគូទី11ដល់គូទី15មាន15ឆ្វេង15ស្ដាំគេកាត់យើងមកជុំអញ្ចឹងខ្ញុំស៊ីអស់ទៅ7ជុំហើយត្រៀមចូលជុំទី8ហើយយើងមកមើលបន្ទុករបស់ខ្ញុំខាងលើគឺខាងឆ្វេងបងប្អូនដូចគ្នាកន្លែងនេះគឺបន្ទុកខាងលើនេះគឺបន្ទុកខាងឆ្វេងក្រោមគេបងអស់នេះគឺបន្ទុកខាងស្ដាំខាងឆ្វេងខ្ញុំមានតែ965បន្ទុកឯឃើញអត់ខាងស្ដាំខ្ញុំមានឡើង10500បន្ទុកអញ្ចឹងបន្ទុកហ្នឹងយើងយកឧទាហរណ៍10500បន្ទុកយកទៅចែកនឹង3400បន្ទុកចា3400បន្ទុកស្មើនឹងយើងបានប៉ុន្មាន
ខ្ញុំមាន3 9ខ្ញុំមានបន្ទុកខ្ញុំរងចាំនៅខាងស្ដាំហ្នឹងចិត្ត3គោលចាចិត្ត3គោល2គោលជាងចិត្ត3គោលតែខាងឆ្វេងខ្ញុំឃើញខ្ញុំមានតែ965អត់កាលណាខាងឆ្វេងខ្ញុំបន្ទុកឡើងមក3400ពឹបគេចាប់គូទី8ឲ្យខ្ញុំចំណេញលុយគូទី8ហ្នឹងអាហ្នឹងកន្លែងហ្នឹងដែលយើងថ្លឹងបន្ទុកមើលថាអញ្ចឹងថ្ងៃនេះមិនថាតែខ្ញុំទេបងធឿនបងសៀមបងនប់នាងបន្ទុកខាងណាធ្ងន់ឬខាងណាស្រាលអញ្ចឹងយើងទៅថ្លឹងអញ្ចឹងពេលដែលយើងឃើញអញ្ចឹងយើងដឹងថាក្រុមខ្ញុំឥឡូវនេះខាងឆ្វេងស្រាលអញ្ចឹងខ្ញុំទៅជំរុញខាងឆ្វេងយើងជំរុញទាំងឆ្វេងទាំងស្ដាំតែយើងផ្ដោតខ្លាំងគឺខាងឆ្វេងដើម្បីឲ្យអីបន្ទុកវាដើរតាន់គ្នាយើងចាប់គូស៊ីលុយបានតែបើបន្ទុកយើងដើរតាមមួយហៀងអាកម្រងបាឡាន់ហ្នឹងយើងអត់ចំណេញលុយទេចាហើយខាងស្ដាំបងអស់គេខាងក្រោមនេះក្នុងខែ4អានេះខ្ញុំចំណេញបានពីកម្រង Twin កម្រង 2% បាន946.32 បាទអញ្ចឹងក្នុងឆ្នាំ2025ហ្នឹងអាកម្រង Twin ហ្នឹងខ្ញុំបាន3704 បាទអញ្ចឹងយើងមកមើលខ្ញុំខាង balance ខ្ញុំបាន 30000 ខាង Twin ខ្ញុំបាន 3700 អញ្ចឹងទាំងអស់ខ្ញុំបាន 33700 បាទទាំងកម្រង balance ទាំងកម្រង Twin អាកន្លែងរូបក្របបែកនេះយើងមើលពីគេហៅថាការធ្វើ promotion អ្នកដែលធ្វើ PT អញ្ចឹងអ្នកធ្វើ PT នេះគាត់ចូលមកកន្លែងក្របបែកនេះហើយគាត់ចុច PT អញ្ចឹងគេឃើញខាងនេះកន្លែងឃើញព្រួយដែលខ្ញុំច្អល់អត់កវីអត់អាហ្នឹងឆ្វេងគេហៅសាយឆ្វេងខាងនេះខ្វានេះស្ដាំអញ្ចឹងខាងឆ្វេងដៃគូណាគេបើយើងធ្វើ PT យើងមើលហ្នឹងបើដៃគូយើងមានឆ្វេងស្ដាំអត់យើងគ្រប់ចំនួនអត់បើយើងគ្រប់ចំនួនគេទះដៃឲ្យយើងចេះអាហ្នឹងចាំអ្នកធ្វើអត់ចេះចាំសួរបានប្រាប់ត្រួសត្រាស1 2 3 4ជាតិសំខាន់ណាកន្លែងលេខ4សំខាន់លេខ4គឺមើលព័ត៌មានបញ្ជាទិញយើងមើលព័ត៌មានបញ្ជាទិញរបស់យើងចង់ដឹងថាយើងចុះឈ្មោះតាំងពីថ្ងៃណាខែណាគឺយើងមកមើលអាក្រោមគេនេះខ្ញុំចុះឈ្មោះតាំងពីឆ្នាំ2564ស្មើនឹងឆ្នាំ2020 21 22 23 24 25អញ្ចឹងបើរាប់អញ្ចឹងខ្ញុំ1 2 3 4 5ឆ្នាំហើយតែពីលទ្ធផលធ្វើអាន1 2 3ឆ្នាំ3ឆ្នាំចូលឆ្នាំនេះឆ្នាំ3ឆ្នាំកន្លះចា3ឆ្នាំ5ខែណែខ្ញុំចុះថ្ងៃទី30ខែ1ឆ្នាំមិនចុចខុសនេះខ្ញុំចុះថ្ងៃទី22ខែ3ឆ្នាំ21ចុះឈ្មោះប្រយ័ត្នឡើងមួយឆ្នាំមានធ្វើណាចុះឲ្យទិញខ្ញុំហឹងផឹកណានេះតាំងពីខែ3ដល់ខែ12មួយឆ្នាំនោះអត់មានធ្វើទេខ្ញុំចាប់ផ្ដើមធ្វើនេះខែ1ឆ្នាំ2022ខ្ញុំចុះធ្វើមក22 23 4 3ឆ្នាំចូល25អញ្ចឹងយើងមើលយើងទិញអីខ្លះផលិតផលនៅក្នុងនេះបន្ទុកនៅក្នុងនេះយើងឆែកបានខ្លួនឯងឧទាហរណ៍យើងទិញអីថ្ងៃណាអ្នកខ្លះចេះថ្ងៃមុនខ្ញុំទៅថៃខ្ញុំទិញនេះទិញនោះបន្ទុកប៉ុន្មានអីប៉ុន្មានជួយឆែកខ្ញុំបន្តិចរៀនឆែកខ្លួនឯងបើកលេខកូដខ្លួនឯងពឹបមករាប់ពីលើចុះក្រោម1 2 1 2 3 4យកចំណុចទី4យើងទិញដាក់លេខកូដទីប្រមាណយើងទៅចូលឆែកលេខកូដនឹងហើយយើងមើលកន្លែងហ្នឹងឧទាហរណ៍ថាខ្ញុំនេះខ្ញុំឆែកលេខកូដទី1បើសិនជាយើងទិញដាក់លេខកូដទី8មកឆែកលេខកូដទី1អត់ឃើញទេណាត្រូវតែទៅឆែកលេខកូដទី8តែនេះខ្ញុំឆែកលេខកូដទី1ឯងចាអញ្ចឹងភាគច្រើនខ្ញុំទិញដាក់កម្រងទី2កម្រង Twin ព្រោះឯងខ្ញុំធ្វើ PT អញ្ចឹងខ្ញុំត្រូវទិញ PPI រៀងរាល់ខែអញ្ចឹង PPI ខ្ញុំត្រូវមានបន្ទុក425បន្ទុកក្រៅពីអសត់បារានចិនទឹកយ៉ុងហឹងអញ្ចឹងខ្ញុំទិញរាល់ខែនេះឈ្មោះរបស់ខ្ញុំមានខែខ្លះទិញលើសពី425ទៀតហើយទិញថ្ងៃណាខែណានេះថ្ងៃទីប្រហែលខែប្រហែលឆ្នាំប្រហែលម៉ោងប្រហែលគេតម្លាក់បន្ទុកឲ្យយើងនៅក្នុងនេះមានទាំងអស់អត់មានអីពិបាកទេអញ្ចឹងកន្លែងនេះគឺរាប់ពីលើមកគឺលេខ4គេហៅថាព័ត៌មានបញ្ជាទិញបន្ទាប់ពីលេខ4មកលេខ5លេខ6លេខ6នេះគឺបន្ទុកឆ្វេងស្ដាំនេះឃើញអត់ថ្ងៃទី9ខែ5ឆ្នាំ2025ហ្នឹងខ្ញុំមានគេទិញឆ្វេង15បន្ទុកស្ដាំ425បន្ទុកអ្នកណាគេទិញចង់ដឹងចូលទៅឆែកមើលឃើញឈ្មោះទៀតឃើញអត់ខ្ញុំនឹងឯងទិញខ្លួនឯងនេះថ្ងៃទី9ខែ5លេខកូដខ្ញុំទិញដាក់លេខកូដទី9
15បន្ទុកខ្ញុំទិញមីលើមកចប់ហើយថ្ងៃហ្នឹងដែរមានឈ្មោះម្នាក់គឺដៃគូខ្ញុំខាងស្ដាំគឺខាងខួនលេខកូដគាត់ប៉ុណ្ណេះគាត់ទិញដាក់លេខកូដទី2មានបន្ទុក425បន្ទុកអញ្ចឹងយើងឆែកបានយើងចង់មើលថ្ងៃ9យើងចង់មើលថ្ងៃ5យើងចុចថ្ងៃ5ទៅនេះយើងដឹងទាំងអស់ដៃគូយើងទិញអីប្រហែលបន្ទុកឆែកបានទាំងអស់បងប្អូនអរគ្នាឲ្យតែចេះឆែកប្រព័ន្ធហើយចង់អាណាថាកន្លែងណាល្អក៏មិនទៅទេបងប្អូនចានិយាយឲ្យអាក្រក់ស្ដាប់ចឹងហ្មងណាចាលេខ7លេខ8លេខ4លេខ4បានសំខាន់លេខ6ហើយលេខ9លេខ7លេខ7លេខ8ហ្នឹងយើងមិនសំខាន់ទេយើងមិនមើលលេខ9គឺយើងមើលនេះក្រុមសាងយើងលុយផលចំណេញរបស់យើងនេះលុយខ្ញុំចំណេញច្រើនមិនទាន់ច្រើនតែលទ្ធផលដែលយើងបានគេយ៉ាត់ក្នុងខែ4ខ្ញុំបានប៉ុន្មានមាន2000មាន1000មាន4000មាន1000មាន2000មាន1000មាន1000មួយខែនេះបានចូលជិត20000បាតដែរតែមកចូលខែ5នេះយើងទៅបានចំណេញអាន2000ប៉ុន្តែយើងអត់ទៀងជួនកាលមួយថ្ងៃខ្លះវាមក5000មួយថ្ងៃខ្លះមក10000ក៏មានដែរចាអាហ្នឹងយើងឆែកបាននេះឃើញអត់ខ្ញុំស៊ីទៅ7គូឃើញអត់គូទី7ឆ្វេងគូទី7បានក្នុងកន្លោនទី1នោះវាដាក់ខ្ញុំត្រៀមចាប់គូទី8អញ្ចឹងយើងមើលទៅវាបាឡានគ្នានៅក្នុងហ្នឹងមកដល់ទី9មកទី10 MDP បាឡានអាហ្នឹងយើងមើលតំណែង MDP យើងអូសមកតែក្រោមមកផុតចេះមកយើងឃើញហើយថាយើងមានប្រមាណគោលឆ្វេងប្រមាណគោលស្ដាំមកយើងមិនបាច់សួរទេ system វាប្រាប់យើងមកទាំងអស់នេះប្រមាណឆ្វេងប្រមាណស្ដាំអញ្ចឹងនេះអានេះឆ្វេងខ្ញុំ822ឆ្វេង396ស្ដាំចាយើងមកទី11វាច្រើនណាស់ពេលយើងយូរតិចមកទី11 Bonus Twin Network Bonus Twin នេះ Bonus Twin ហ្នឹងអា 2% នេះបងប្អូននេះ 2% ឃើញអត់នេះ2%ហើយអា 2% ហ្នឹងវាមាននៅក្នុងហ្នឹងទៀតណានេះខ្ញុំចំណេញខែ4ខ្ញុំចំណេញរាល់ខែព្រោះខ្ញុំធ្វើ PT ខ្ញុំត្រូវលេង PT រាល់ខែតែដាច់មួយខែគេរាប់សារដើមវិញអញ្ចឹងយើងត្រូវពេលអានេះត្រូវមករៀនទៀតអា Twin នេះដែលខ្ញុំថាក្នុងមួយខែយើងមានលុយ3000បាតគឺយើងចំណេញអា 2% ហ្នឹងបានហើយតែបើយើងមានអត់គ្រប់3000បាតយើងត្រូវទិញយកហឹង10តុយម្ដងប៉ុន្តែយើងមកមើលខ្ញុំក្នុងមួយខែខ្ញុំយ៉ាងទាបគឺ5000បាតព្រោះខ្ញុំត្រូវធ្វើ PT អញ្ចឹងពេលដល់5000បាតហើយខ្ញុំបាច់ទិញ Twin នេះខ្ញុំទិញតែ PPI ទៅឧទាហរណ៍ PPI ខ្ញុំទិញយកហឺបមកប្រអប់$50តែខ្ញុំបានមកវិញ800 900ខ្ញុំបានមកវិញជិត$30អញ្ចឹងយកហឺបរបស់ខ្ញុំមកប្រអប់សល់តែ$20ទេចាសល់តែ$20ទេហើយនេះអានេះមួយខែគេឲ្យយើងម្ដងហើយនៅក្នុងនោះវាមានចំណេញឲ្យយើងច្រើនទៀតណាបងប្អូននេះវាមានអា 50% អាបន្ទុកលើសវាមានអា 30% វាមានអា 2% ហើយអា 1% ទៀតណែវាល្អអញ្ចឹងណាពេលខ្លះយើងអត់ដឹងទេណាកន្លែងនេះនិយាយអា 50% ហ្នឹងវាបានមិនបានមកពីណាហើយអត់គេហៅអីចេះមិនដល់ឆ្ងល់មិនកើតហ្នឹងហើយតែចង់ចេះមករៀនមួយខ្ញុំតែចង់ចេះមករៀនមួយខ្ញុំឬរៀនមួយអ្នកគ្រូធឿនក៏បានអ្នកគ្រូសៀមក៏បានលោកគ្រូចាន់នីក៏បានគាត់ក៏ចេះដូចគ្នាដែរអាក្រោមហ្នឹងទៀត Bonus Win Network ណែយើងដាក់ឃើញMDP វាមានលើនិងក្រោមលើ MDP Balance ក្រោម MDP Twin Manager Director Twin Manager Twin មាន600ឆ្វេងស្ដាំប៉ុន្តែកម្រង Twin មួយគោលមាន4200បន្ទុកខ្ញុំទៅមាន200ឯងឆ្វេងស្ដាំមាន92តែ600ឆ្វេងស្ដាំឡើង Manager Twin ហ្នឹងក្រោម MDP Twin ហ្នឹងគឺ Bonus Twin នៅក្នុងខែនេះអាលុយ 2% នៅក្នុងខែនេះខ្ញុំបានពីឈ្មោះអីខ្លះនេះហ៊ុនម៉ៅបាន 0.24 បាតអញ្ចឹងបានន័យថាគាត់ទិញអត់បន្ទុកគាត់អត់គ្រប់425បន្ទុកទេអញ្ចឹងឧទាហរណ៍ថាឆ្នាំទៅថ្មិញបានបន្ទុក20បន្ទុកសាប៊ូបោកអាវបានបន្ទុក4បន្ទុកអញ្ចឹងគេយកនឹងគុណ 2% លុយបានប៉ុន្មានគេបូកឲ្យយើងនេះឃើញអត់គេបូកឲ្យយើងបូកសរុបទៅបាន12បាតហ្នឹងតែសរុប
ជួនកាលមួយខែចូល1000បាត់ក៏មានដែរប៉ុន្តែ twin ហ្នឹងណាចាបន្ទាប់ពីនឹងមកទៀតយើងមើលអាកន្លែងនេះដែលខ្ញុំថាមើលពីរចនាសម្ព័ន្ធថាយើងមានប៉ុន្មានគោលប៉ុន្មានឈុតអញ្ចឹងណាខ្ញុំលេខកូដ30កូដ10កូដ08ខ្ញុំមានតែ14លេខកូដទេចាខ្ញុំមាន14លេខកូដអញ្ចឹងឧទាហរណ៍ថាមិញខ្ញុំទិញដាក់លេខកូដទីប៉ុន្មានមិញហ្នឹងខ្ញុំឆែកលេខកូដទី1ឲ្យបងប្អូនមើលតែឧទាហរណ៍ថាខ្ញុំទិញមិញខ្ញុំដាក់លេខកូដទី9មែនអត់ខ្ញុំចង់មើលបន្ទុកលេខកូដដែលខ្ញុំទិញដាក់ខ្ញុំត្រូវទៅជ្រើសរកលេខ9ជ្រើសរកលេខ9សិនបានយើងទៅឆែកបន្ទុកនឹងឃើញតែបើយើងចូលឆែកលេខ1ហើយយើងទៅឆែករកថាអីខ្ញុំទិញមិនអត់ឃើញចេះអត់ឃើញទេតែយើងទិញលេខកូដណាយើងមកចុចអាកន្លែងចំណុចហ្នឹងហើយចំណុចកន្លែងព័ត៌មានក្រុងសាងរបស់យើងហើយនេះវានឹងឡើងមកលេខ9អញ្ចឹងអញ្ចឹងបានយើងទៅចុចអាកន្លែងព័ត៌មានបញ្ជាទិញទៅបានវាលោតឲ្យយើងថានេះយើងទិញអីគេ15បន្ទូនេះទិញថ្ងៃទី9ខែ5ម៉ោង 7:34.22 ខ្ញុំទិញដាក់គម្រោងទី1 15បន្ទុអាហ្នឹងបានឃើញតែបើយើងអត់ទៅឆែកទេយើងចុចតែលេខ1គឺវាឃើញតែលេខ1ឯងអញ្ចឹងមិនថាយើងចំយើងទិញដាក់លេខកូដទី2ទី3ទី4យើងចង់ឆែកយើងមកចុចអាហ្នឹងយើងចុចចូលលេខកូដយើងទី1ហើយយើងមករើសយកអាហ្នឹងសិនឬថាចង់បានទី9ចាំចុចរើសយកទី9ហើយចាំយើងចូលឆែកបន្ទុកវាតើអត់ចាតើអត់បងប្អូនតើអូខេម្នាក់មួយមកអានេះខ្ញុំមកទី1វិញណាអាក្រោមនេះចេញពីប្រព័ន្ធចុចមកចេញមកហើយបើអ្នកធ្វើ promotion ធ្វើ PT គាត់ឆែកនៅកន្លែងខាងក្រៅនេះបាននេះអាគេធ្វើ PT promotion យើងអត់តន់ឆែកនៅខាងក្នុងតែយើងឆែកនៅខាងក្រៅនេះបានអានេះណែគេមានឲ្យនៅក្នុងហ្នឹងមួយឆ្វេងមួយស្ដាំបានមក PT មួយឆ្វេង5ស្ដាំបាន5 PT ចឹងទៅហ្នឹងហើយខាងណាទៀតគេយកខាងហ្នឹងឯងអញ្ចឹងថ្ងៃនេះការចែករំលែករបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអត់ទាន់